year, making each day after year, changing my life with a wave of a hand. Nobody can deny that there's something there. Hello អ្នកនរគ្នាចឹងថ្ងៃហ្នឹងយើងនឹងនាំអ្នកនរគ្នាទៅមើលរបៀបដើរលេងអស់ហើយបាទហើយមធ្យោបាយធ្វើដំណើរគឺយើងធ្វើដំណើរដោយកង់អ្នកនរគ្នាហើយយើងនឹងទៅតាមផ្លូវខាងមុខនោះបាទតាមវីដេអូរបស់អ្នកឥឡូវគឺយើងបានដល់ទីតាំងមួយកន្លែងហើយអ្នកនរគ្នានេះគឺទីតាំងទី1ដែលយើងអត់ត្រូវការសម្បត្តិទេហើយយើងអាចដើរមើលជុំវិញនឹងបានប៉ុន្តែយើងអាចចូលបានទេអ្នកនរគ្នាចឹងចំពោះកន្លែងហ្នឹងគេហៅថាញ៉ាហាត់លឿនហាណូយអ្នកនរគ្នាចឹងកន្លែងទី1ដែលយើងត្រូវមកអានចាំមើលទៀតយើងនឹងទៅកន្លែងមួយទៀតចឹងណាអ្នកនរគ្នាអូយខ្ញុំប្រាប់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់ជិះជុំវិញហាណូយអ្នកនរគ្នាអាចជិះឡាននេះឡានក្រុងនេះបានឡានក្រុងក្រហមនេះក៏ដូចជាខាងនោះតែឥឡូវគឺចេញដំណើរមកទេអ្នកនរគ្នាឬក៏អាចជិះស៊ីក្លូបានអ្នកនរគ្នាចឹងអានេះគឺញ៉ាហាត់លឿនហាណូយចឹងនេះគឺជាកន្លែងទីតាំងទី2ដែលបងប្អូនទាំងអស់គ្នាអាចរកមើលឃើញនៅក្នុងគេហទំព័រកន្លែងណាលេងនៅក្នុងហាណូយបានគឺកន្លែងទំនើបហ្នឹងណាអ្នកនរគ្នានេះយ៉ានេះទៀតខ្ញុំនឹងទៅខាងមុខបន្តទៀតអ្នកនរគ្នានេះគឺកន្លែងទី3អ្នកនរគ្នាគឺយើងអាចមកអង្គុយលេងនៅកន្លែងនេះបានឬក៏ទៅខាងឥឡូវគេบอกជួសលោកចឹងទៅយើងអត់ដល់អាចអង្គុយបានទេអ្នកនរគ្នាយើងអង្គុយបានប៉ុន្តែយើងប្រយ័ត្នអីចឹងណាហើយខាងនេះគឺកន្លែងទី4អ្នកនរគ្នានេះកន្លែងទី4ខ្ញុំដឹងថាខ្ញុំអាចយកកង់ចូលខាងក្នុងបានអត់ទេអ្នកនរគ្នាចឹងឥឡូវយើងសាកសិនអញ្ចឹងណាបាទហើយហ្នឹងទៅជែកមែនតើអ្នកនរគ្នាអាហ្នឹងខ្ទង់14 15 16អង្សាអញ្ចឹងណាហើយអាកាសធាតុប៉ុណ្ណឹងខ្ញុំគិតថាលោកហ្មងតែមកលោកទៅជែកដែរចេះហើយនេះគឺមានកន្លែងគេជួលកង់ជួលម៉ូតូអញ្ចឹងបងប្អូនអ្នកនរគេដាក់តាមផ្លូវយកតែម្ដងអ្នកនរគ្នាហើយកន្លែងនេះមួយទៀតគឺកន្លែងcông viên thống nhấtដែលភាគច្រើនគេធ្វើអីពេលថ្ងៃសៅរ៍អាទិត្យអញ្ចឹងបងប្អូនអ្នកនរខ្ញុំឃើញអាសាយមានកម្មវិធីមែនតើនៅកន្លែងនេះហើយក៏សារដែរណោះឥឡូវនេះគឺច្រើនសៅរ៍អាទិត្យគឺមានមនុស្សច្រើនមែនតើគឺគេរៀបចំកម្មវិធីអីចឹងណាអ្នកនរហើយអាសារៀបចំកម្មវិធីមែនតើនៅនេះឥឡូវគេចាប់មកភ្លើងហើយអ្នកនរហើយយើងមានអាកន្លែងជិះលេងអ្នកនរអាកន្លែងគេជិះលេងបានណាតែពេលក្មេងវាធំអីជិះបានហើយយើងចូលខាងក្នុងបានទេឥឡូវនៅនេះពីច្រើនគឺគេតុបតែងផ្កាច្រើនអ្នកនរនៅcông viên thống nhấtអីចឹងកន្លែងនេះគឺជាកន្លែងដែលខ្ញុំអាសាមកជាងគេអ្នកនរនេះស្អាតណាស់អ្នកនរ So beautiful ហើយឃើញអត់អ្នកកន្លែងគឺកន្លែងគេជិះកង់ជិះម៉ូតូលេងអញ្ចឹងហើយស្អាតមែនតើចាំមើលពេលយប់ឡើងមានគេបើកភ្លើងមានបើកអីមិនស្អាតហើយសាលាមែនតើហ្មងអានេះជីកង់ដល់លេងអានេះគឺស្កាត់មែនតើអ្នកនរគ្នាដោយសារតាយើងថ្ងៃទី2នៃការចូលឆ្នាំអញ្ចឹងទៅខាងគេហ្នឹងខាងពួកវៀតណាមគេទៅស្រុកធ្វើអីច្រើនអញ្ចឹងយើងស្នេហ៍យើងជីកង់ចូលខាងក្នុងបរោយកន្លែងនេះគឺជា my favorite place ហ្មងអ្នកនរគ្នាកន្លែងគឺជាកន្លែងដែលខ្ញុំអាសាមកអង្គុយលេងនៅហ្នឹងហើយអាសាមកមើលថ្ងៃលិចបងអាសាមកមើលអង្គុយគ្នាលេងអីចឹងណាបងប្អូនអ្នកនរគ្នានេះកន្លែងនេះហើយរហដងជាទូទៅគឺមានពូពួយគាត់មកស៊ុចត្រីអីចឹងណាអ្នកនរគ្នានេះកន្លែងនេះ
តែកានេះអត់សូវមានទេដោយសារតែគេនេះហើយគេទៅស្រុកអស់ហើយអ្នកនេះហើយយើងកម្រមានពេលណាដែលមនុស្សតិចខ្លាំងមែនតើអ្នកនេះហើយពីច្រើនគឺមានចូលឆ្នាំសកលចូលឆ្នាំចិនចូលឆ្នាំអីទូអីចឹងណាបើមានស្ងាត់ក្រៅហ្នឹងគឺមនុស្សអច្រើនខ្លាំងមែនតើហើយបើសិនជាចំរដូវក្តៅទៀតអាចចំខែដែលគេវ៉ាកងអីចឹងណាខែហ្នឹងគឺជាខែដែលខាងពួកវៀតណាមក៏គេទៅច្រើនដែរប៉ុន្តែខាងខ្ញុំមិននៅការឈប់មុនគឺក៏មាននៅគ្រាន់មើលទេគ្រាន់មើលដែរគេអត់ទៅទាំងអស់ទេហើយយ៉ាអ្នកឯងគឺសុបាយមួយយ៉ាងដែរអ្នកនរអាហ្នឹងនឹងតិចតិចចឹងណាហើយខ្ញុំពិតជាចូលចិត្តអាកាសធាតុបែបហ្នឹងមែនតើអាកាសធាតុបែបហ្នឹងវានឹងធ្វើឲ្យយើងចងចាំជាអនុស្សាវរីយ៍ណាហើយខាងនេះវាដូចជាកន្លែងតួកោអីគេហៅប៉ារីសហ្នឹងគាត់តួ Eiffel ហ្នឹងហើយហ្នឹងហើយអង្គុយគ្នាហើយយើងអង្គុយលេងទៅស្កាត់ខ្លាំងមែនតើអ្នកស្កាត់ទៅហងមកខ្លាំងតែអ្នកនេះគេđang đánh cục ở các bạn nhỏ này một lấy nhau ហើយកន្លែងនេះគឺកន្លែងដែលអនុស្សាវរីយ៍ខ្ញុំច្រើនដែរកន្លែងនេះជាកន្លែងដែលខ្ញុំពិចារណាគឺរំសាយអារម្មណ៍លេងអ្នកគ្នាពិចារណា stress ពិបាកចិត្តមកអីចឹងណាមកលេងអង្គុយនេះលេងមកអង្គុយស្ថង់ទីម៉ងម្នាក់ឯងក៏បានដែរអ្នកគ្នាហើយវាជាកន្លែងទី1ទី2របស់ខ្ញុំដែលបន្ទាប់ពីបន្ទប់ខ្ញុំហើយនៅសាលាគឺមានកងវិនធំញ៉ាត់ហ្នឹងហើយអ្នកគ្នាហើយខ្ញុំឃើញអ្នកនៅនេះគឺច្រើនគឺស្រឡាញ់សុខភាពខ្លាំងមែនតើអ្នកគ្នាហើយបើសិនជាសៅរ៍អាទិត្យវិញខ្ញុំឃើញមនុស្សដើរលេងផងគេថែសុខភាពផងអញ្ចឹងណានេះគឺគេស្រឡាញ់ផ្កាខ្លាំងមែនតើអ្នកនេះស្រឡាញ់ផ្កាមែនតើហ្មងហើយខ្ញុំឃើញនៅហូគ្រឿងគឺដាំផ្កាច្រើនខ្លាំងហ្មងហើយគ្រាន់តែផ្កាហ្នឹងតាក់ទាញភ្ញៀវទៅចង់ច្រើនអានេះម៉ោងខ្ទង់ជិត7ហើយណាម៉ោង7ហើយណាមេឃនេះគឺសាតខ្លាំងមែនតើអ្នកនេះមេឃនេះគឺសាតហ្មងអូនេះមានអ្នកអង្គុយអាំងភ្លើង100ថ្ងៃគឺ15អង្សានេះខ្ញុំឆែកមកbye and the view down there
best view ហ្មងណាបងប្អូន ថាវីដេអូរបស់ខ្ញុំមានដល់ប៉ុណ្្នឹងទេអញ្ចឹងបាយបាយអ្នកគ្នា see you in another video